បងការដែលក៏បន្ទប់លើកនេះណាទាំងអស់ទាំងស្រុងហ្នឹងចំណាយទាំងប្រាក់$10,000តោះទៅមើលទាំងអស់គ្នាដោយសារតែបន្ទប់នេះខ្ញុំខាននៅយូរហើយអញ្ចឹង briefing plan នៅក្នុងខួរក្បាលរបស់ខ្ញុំហ្នឹងខ្ញុំនឹងព្យាយាមបំលែងបន្ទប់ហ្នឹងឲ្យទៅជាប្រភេទបន្ទប់ minimally cozy and function អត់ងាយធុញទេសាមញ្ញតែងាយប្រើប្រាស់បានធម្មតាហើយឲ្យវា keep in tune នៅក្នុង tune ប្រភេទដែលរបៀប warm តែម្ដងអញ្ចឹងមកមើលតុសម្រាប់របស់ខ្ញុំវិញតុសម្រាប់របស់ខ្ញុំហ្នឹងគឺជាប្រភេទ two function បត់បែនទៅខាងណាក៏បានដែរហើយបងអាចប្រើសម្រាប់ធ្វើការឬក៏ដាក់ធ្វើជាតុសម្អាងដាក់នៅលើក្បាលខែគឺស័ក្តិសមបំផុតវាមាន space ធំហើយដាក់កញ្ចក់ដាក់អីចឹងមនុស្សស្រីយើងទៅនៅយូរទៅគឺបាននឹងពេញហ្នឹងហើយខ្ញុំហ៊ានទៅនិយាយហ្មងអញ្ចឹងព្យាយាមឲ្យវាទៅហើយចំពោះខែខេងវិញចំពោះខែខេងខ្ញុំបានជ្រើសរើសបន្ថែមយកនៅសម្ភារៈក្បាលខែយកមកបិទបន្ថែមពីលើក្បាលខែរបស់ខ្ញុំនឹងឲ្យវាឃើញខ្ពស់ហើយវានឹងត្រូវនឹង concept របស់ខ្ញុំ minimal ឲ្យវាការផ្លាស់ប្ដូររបស់ហ្នឹងគឺខ្ញុំចង់ឲ្យវាហ្នឹង stay in tune ដែលខ្ញុំចង់បានគឺ stay in tune warm and cozy ហើយចំពោះការទិញសម្ភារៈថ្មីលើខ្នើយកម្រាលពូកអីហ្នឹងក៏ជា part មួយសំខាន់ដែរដល់ការគេងរបស់យើងអញ្ចឹងខ្ញុំគិតថាបើអាចដូរបានបងគួរតែដូរទៅបន្ទាប់ពីខ្ញុំបានចំណាយពេលចង់មួយអាទិត្យណាគ្រាន់តែបងឃើញប៉ុណ្ណឹងសម្រាប់ការតុបតែងមួយនេះបងឲ្យបន្ទូប្រហែលដែរហើយនេះគឺជាជំហានដំបូងរបស់ខ្ញុំឯងចំពោះ part 2 ខ្ញុំនឹងបង្ហាញពីការផ្លាស់ប្ដូរទាំងពេញលេញតែម្ដងទាំង before និង after នៃការ renovation bedroom របស់ខ្ញុំទាំងមូលហ្មងហើយសង្ឃឹមថាបងនឹងពេញចិត្តហើយជួយ share បន្តអរគុណច្រើន